ជំរាបសួរប្រិយមិត្តទាំងអស់គ្នាត្រឡប់មកកាន់ការសម្រាយជាមួយនឹងខ្សែភាពយន្តថ្មីថ្ងៃនេះផងដែរត្រឡប់មកវិញជាមួយនឹងការសម្រាយនៅខ្សែភាពយន្តថ្មីជាបន្តដោយខ្សែភាពយន្តដែលខ្ញុំនឹងធ្វើការសម្រាយនៅក្នុងថ្ងៃនេះគឺមានចំណងជើងថា London Hesperland ដែលភាពយន្តនេះផងដែរគឺជាខ្សែភាពយន្តភាគទី2នៃខ្សែស្រឡាយខ្សែភាពយន្ត Hesperland ដែលវានឹងត្រូវបានកាត់ឡើងបន្តពីភាគទី1ដែលមានឈ្មោះថា Olympus Hesperland ដែលវាគឺជាខ្សែភាពយន្តដែលបានបង្ហាញអំពីវីរភាពដ៏អង់អាចក្លាហាននៃបរិសម្នាក់ដែលមានឈ្មោះថា Mike ដែលគេនឹងគឺជាកងអង្គរៈរបស់ប្រធានាធិបតីនៃសហរដ្ឋអាមេរិកដោយ Mike ក៏នឹងបានប្រោបដៃអាយុជីវិតដើម្បីការពារសុវត្ថិភាពនៃលោកប្រធានាធិបតីនៃសហរដ្ឋអាមេរិកបន្ទាប់ពីក្រុមភេរវករជាច្រើនគឺបានយាយីនិងមានបំណងចង់ធ្វើឃាតទៅកាន់លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិកនោះឯងហើយដូច្នេះហើយដើម្បីដឹងថាខ្សែភាពយន្តភាគទី2នេះនឹងមានដំណើរដើមតងទៅមុខទៀតយ៉ាងណានោះយើងមករីករាយតាមដានទស្សនាជាបន្តជាមួយនឹងការសម្រាយលម្អិតចំពោះខ្សែរឿងដូចតទៅខ្សែភាពយន្តភាគទី2នេះផងដែរគឺបានចាប់ផ្ដើមឡើងដោយបង្ហាញឃើញអំពីទស្សនវិជ្ជានៃកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកដោយក្នុងខណៈពេលនេះពួកគេនេះគឺបានស្វែងរកឃើញអំពីទីតាំងនៃសម្បុកលាក់ខ្លួនរបស់ក្រុមភេរវជនជនជាតិប៉ាគីស្ថានដោយពួកគេគឺសរសឹងតែជាកូនចៅនិងជាបពុរបស់កំពូលភេរវជនម្នាក់ដែលមានឈ្មោះថាបាកាវីហើយកងកម្លាំងពិសេសនៃសហរដ្ឋអាមេរិកបន្ទាប់ពីពួកគេនេះគឺបានកំណត់ដៅអំពីគោលដៅនៃការវាយប្រហាររបស់ពួកគេហើយនោះពួកគេក៏បានប្រើប្រាស់ជំនាញដ្រូនអត្តឃាតដើម្បីវាយប្រហារទៅកាន់ទីតាំងនៃភូមិគ្រឹះមួយកន្លែងនោះតែម្ដងហើយបើកលេសមកមើលទស្សនវិជ្ជានៅក្នុងភូមិគ្រឹះមួយនេះវិញនៅក្នុងកំឡុងពេលនេះបាកាវីជាមួយនឹងសមាជិកនៃក្រុមគ្រួសាររបស់គេផ្សេងទៀតក៏កំពុងតែជួបជុំយ៉ាងឡារឹកដើម្បីរៀបចំនៅកម្មវិធីរៀបការរបស់កូនស្រីគេផងដែរហើយដោយសារតែបែបនេះហើយវានឹងក៏បានផ្ដល់ជាឱកាសងាយស្រួលទៅកាន់កងកម្លាំងពិសេសនៃសហរដ្ឋអាមេរិកដើម្បីឲ្យពួកគេចាប់ផ្ដើមប្រតិបត្តិការវាយប្រហារសម្រាប់ទៅកាន់មនុស្សទាំងអស់ដែលមានវត្តមាននៅក្នុងទីតាំងមនុស្សតែម្ដងដែលបន្ទាប់ពីនោះសោកនាដកម្មនៃការវាយប្រហាររបស់កងកម្លាំងពិសេសនៃសហរដ្ឋអាមេរិកនេះវានឹងក៏បានផ្ដល់ជាគំនុំនៃការសងសឹកយ៉ាងសាហាវព្រៃផ្សាយជាទីបំផុតដែលត្រូវបានធ្វើឡើងពីសំណាក់ក្រុមមនុស្សរបស់បាកាវីដើម្បីសងសឹកទៅកាន់សហរដ្ឋអាមេរិកនោះឯងបន្ទាប់ពីនេះខ្សែភាពយន្តក៏បានកាត់មកដល់ក្នុងកំឡុងពេល2ឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍នៃការវាយប្រហារដ៏មហាសោកនាដកម្មដែលបានកើតឡើងនៅក្នុងទឹកដីនៃប្រទេសប៉ាគីស្ថានហើយនោះក្នុងខណៈពេលនេះដំណឹងដ៏គួរឲ្យសោកសៅមួយក៏ត្រូវបានប្រកាសចេញក៏ដោយសារតែវត្តមាននៃនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសដែលមានឈ្មោះថា James Wilson ក៏គឺបានស្លាប់បាត់បង់ជីវិតទៅហើយដោយសារតែជំងឺកាមេដងហើយដោយសារតែបែបនេះហើយបណ្ដាមេដឹកនាំទាំងអស់នៅជុំវិញពិភពលោកក៏ត្រូវបានអញ្ជើញដើម្បីចូលរួមនៅក្នុងកម្មវិធីនៃការគោរពវិញ្ញាណក្ខន្ធរបស់លោកនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសនេះផងដែរហើយក្នុងចំណោមបណ្ដាមេដឹកនាំទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីនៃការគោរពវិញ្ញាណក្ខន្ធទៅកាន់លោកនាយករដ្ឋមន្ត្រីក៏មានវត្តមាននៃប្រធានាធិបតីនៃសហរដ្ឋអាមេរិកដែលមានឈ្មោះថា Benjamin Asa ផងដែរក៏លេខមកមើលវត្តមាននៃតួអង្គឯករបស់យើងដែលមានឈ្មោះថា Maya នេះវិញដែលក្នុងខណៈពេលនេះប្រពន្ធរបស់គាត់នឹងក៏កំពុងតែពោពោះកូនរបស់គាត់ដូចគ្នាហើយដោយសារតែចង់ផ្ដល់នៅពេលវេលាមួយចំនួនសម្រាប់មើលថែទៅកាន់ក្រុមគ្រួសាររបស់គាត់នោះ Maya គាត់នឹងក៏បានសម្រេចចិត្តដើម្បីសរសេរនៅលិខិតលាឈប់អំពីទូនាទីនៃការងាររបស់គាត់នេះផងដែរប៉ុន្តែនៅពេលនោះយើងនឹងក៏បានឃើញអំពីសកម្មភាពរបស់ Maya ដូចគ្នាតែគាត់នឹងគឺហាក់បីដូចជាមិនទាន់ចិត្តដាច់បោះបង់ចោលជាមួយនឹងការងារនៃអាជីពរបស់គាត់នេះនោះទេក៏ឡងពេលនោះដោយសារតែបានទទួលដំណើរនិវត្តន៍របស់ប្រធានាធិបតីនៃសហរដ្ឋអាមេរិកដើម្បីធ្វើដំណើរទៅកាន់ទីក្រុងឡុងចក្រភពអង់គ្លេសចូលរួមនៅក្នុងកម្មវិធីគោរពវិញ្ញាណក្ខន្ធទៅកាន់លោកនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសហើយនោះ Mike ក៏ត្រូវបាននារីម្នាក់ដែលមានឈ្មោះថា Jesus ដែលជានាយកគ្រប់គ្រងទៅកាន់កងអង្គរៈការពារប្រធានាធិបតីនៃសហរដ្ឋអាមេរិក Secret Service គឺបានធ្វើការចាត់តាំងដើម្បីឲ្យគាត់នឹងចូលរួមនៅក្នុងបេសកកម្មនៃដំណើរនិវត្តន៍របស់លោកប្រធានាធិបតីនេះផងដែរដែលនៅពេលនោះបើទោះបីជា Mike នឹងគឺហាក់បីដូចជាបង្ហាញជំនុំចេតនាមិនចង់ចូលរួមនៅក្នុងបេសកកម្មនៅលើកនេះយ៉ាងណាក៏ដោយប៉ុន្តែ Jesus នេះក៏បានស្នើសុំទៅកាន់ Mike ដើម្បីឲ្យគាត់គឺចាត់ទុកថានេះគឺជាបេសកកម្មចុងក្រោយនៃអាជីពនៃការងាររបស់គាត់ហើយនៅចុងក្រោយដោយសារតែមិនអាចប្រកែកតវ៉ាជាមួយនឹងសំណើរបស់ Jesus ក៏ដូចជាវត្តមាននៃលោកប្រធានាធិបតីបាននោះនៅចុងក្រោយ Mike ក៏បានសម្រេចចិត្តដើម្បីទទួលយកជាមួយនឹងបេសកកម្មដ៏សំខាន់មួយនេះផងដែរហើយ Mike បន្ទាប់ពីគាត់នេះគឺបានធ្វើដំណើរត្រឡប់មកកាន់ទីតាំងនៃផ្ទះរបស់គាត់ហើយនោះគាត់ក៏បានប្រាប់អំពីរឿងរ៉ាវនៃបេសកកម្មរបស់គាត់នេះដើម្បីឲ្យប្រពន្ធរបស់គាត់ដែលមានឈ្មោះថា Lina ក៏បានដឹងផងដែរហើយនៅពេលនោះបើទោះបីជាគាត់នេះគឺបានដឹងថាភរិយារបស់ខ្លួនគឺកាន់តែគៀកជាមួយថ្ងៃសម្រាប់ទៅហើយប៉ុន្តែ Mike គាត់នេះគឺគ្មានជម្រើសនោះទេហើយនៅពេលនោះគាត់នេះក៏បានសម្រេចចិត្តផ្ញើភរិយារបស់គាត់ជាមួយនឹងវត្តមាននៃម្ដាយរបស់គាត់ដើម្បីមើលថែជំនួសគាត់ក្នុងកំឡុងពេលដែលគាត់មិនមានវត្តមាននៅទីនេះកាលមកដល់ពេលព្រឹកបន្ទាប់វត្តមានរបស់ Mike Jesus និងលោកប្រធានាធិបតីនៃសហរដ្ឋអាមេរិកក៏បានធ្វើដំណើរមកដល់ទីក្រុងឡុងនៃចក្រភពអង់គ្លេសបានសម្រេចផងដែរហើយបន្ទាប់ពីក្បួនរថយន្តរបស់លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិកគឺបានធ្វើដំណើរមកដល់វិមាន Buckingham ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធទៅកាន់លោកនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសហើយនោះយើងក៏បានឃើញវត្តមាននៃក្រុមភេរវករដែលបានដឹកនាំដោយកូនប្រុសរបស់ Bakavi ដែលមានឈ្មោះថា Cameron ពួកគេក៏បានបង្ហាញវត្តមាននៅក្នុងកម្មវិធីនៃការគោរពវិញ្ញាណក្ខន្ធមនុស្សផងដែរហើយបន្ទាប់ពីបានឃើញថាបណ្ដាមេដឹកនាំកម្ពុជានៅជុំវិញពិភពលោកគឺបានចូលរួមនៅក្នុងកម្មវិធីមួយនេះ Cameron គេក៏បានបញ្ជាឲ្យក្រុមមនុស្សនឹងដៃជើងរបស់គេដែលបានធ្វើការបង្កប់ខ្លួននៅជុំវិញបរិវេណនៃវិមានទាំងអស់នោះចាប់ផ្ដើមជាមួយនឹងគម្រោងការនៃការធ្វើអត្តឃាតសម្រាប់ទៅកាន់បណ្ដាមេដឹកនាំទាំងអស់ដែលបានចូលរួមដូចគ្នាដោយគោលដៅទី1របស់ពួកវាគឺជាវត្តមាននៃលោកនាយករដ្ឋមន្ត្រីនៃប្រទេសកាណាដាដោយពួកវានឹងក៏បានធ្វើការបង្កប់ក្របបែកនៅតាមផ្លូវនៃក្បួនឡានរបស់លោកនាយករដ្ឋមន្ត្រីដែលកំពុងតែធ្វើដំណើរតែម្ដងហើយនៅពេលនោះបំទូលនៃក្របបែកអត្តឃាតក៏បានធ្វើការសម្លាប់ចូលយកអាយុជីវិតលោកនាយករដ្ឋមន្ត្រីនៃប្រទេសកាណាដាឲ្យស្លាប់បាត់បង់ជីវិតបាត់ទៅ
ព្រឹត្តិការណ៍នៃការវាយប្រហារដែលគ្រាប់បែកអត្តឃាតរបស់ក្រុមភេរវករមួយនេះវានឹងក៏បានបង្កជាការឆោឡនឹងការបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លានៅក្នុងទីតាំងនៃកន្លែងវិមានមួយតែម្ដងហើយម៉ៃដោយសារតែបានយល់ថាសភាពការមួយនេះវានឹងគឺពិតជាគ្រោះថ្នាក់សម្រាប់វត្តមាននៃលោកប្រធានាធិបតីគាត់នឹងក៏បានប្រាប់ទៅកាន់លោកប្រធានាធិបតីក៏ដូចជាវត្តមានរបស់នារីម្នាក់ដែលមានឈ្មោះថាជេស៊ូដែលជានាយកក្រុមកងអង្គរៈ Secret Service ឲ្យធ្វើការក្រាបដើម្បីជំនះខ្លួនពួកគេចូលទៅកាន់ខាងក្នុងនៃរថយន្តការពារគ្រាប់ដើម្បីតែម្ដងបន្ទាប់ពីនោះក៏ដល់ទី2ដែលក្រុមភេរវករមានបំណងចង់ធ្វើការវាយប្រហារនោះគឺជាវត្តមាននៃលោកនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនតែម្ដងតែក្នុងកំឡុងពេលដែលគាត់នេះគឺបានធ្វើដំណើរនៅក្នុងក្បួនឡានការពាររបស់គាត់ដើម្បីឈ្មោះទៅចូលរួមកម្មវិធីនៅក្នុងវិមានបាខេងភ្លាមនោះក្រុមភេរវករក៏បានរៀបចំគ្រាប់បែកដើម្បីបំផ្ទុះកំទេចស្ពានតែម្ដងតែជាអកុសលបន្ទាប់ពីការបំផ្ទុះមនុស្សគឺត្រូវបានកាត់ឡើងវត្តមាននៃលោកនាយករដ្ឋមន្ត្រីក៏ដូចជាកងអង្គរៈរបស់គាត់ទាំងអស់គឺត្រូវបានស្លាប់បាត់បង់ជីវិតនិងថែមទាំងបានធ្លាក់ចូលទៅក្នុងទឹកបាត់ទៅហើយក៏ដល់ទី3នៃការវាយប្រហាររបស់ក្រុមភេរវករទាំងអស់នោះពួកគេគឺបានកំណត់ដើម្បីធ្វើការវាយប្រហារទៅកាន់វត្តមាននៃលោកប្រធានាធិបតីនៃប្រទេសអ៊ីតាលីតែនៅក្នុងខណៈពេលនោះពួកវានឹងក៏បានធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាតដើម្បីធ្វើការសម្លាប់វត្តមាននៃលោកប្រធានាធិបតីជាមួយនឹងលោកជំទាវទី1នៃប្រទេសអ៊ីតាលីឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងទីតាំងនៃសន្តាគារស្នាក់នៅរបស់ពួកគាត់តែម្ដងហើយបន្ទាប់ពីនោះក៏ដល់ទី4នៃការវាយប្រហាររបស់ក្រុមភេរវករទាំងអស់នេះពួកគេគឺបានសម្ដៅវាយប្រហារសម្រាប់ទៅកាន់វត្តមាននៃលោកប្រធានាធិបតីនៃប្រទេសបារាំងតែម្ដងតែនៅពេលនោះពួកវានឹងក៏បានធ្វើការវាយប្រហារទៅកាន់ទូកធ្វើដំណើររបស់គាត់ដើម្បីចូលរួមនៅក្នុងកម្មវិធីហើយវាក៏បានបណ្ដាលគាត់គឺបានស្លាប់បាត់បង់ជីវិតនៅក្នុងកំឡុងពេលធ្វើដំណើរក្លែងមកមើលវត្តមាននៃលោកប្រធានាធិបតីនៃសហរដ្ឋអាមេរិកនេះវិញក្នុងខណៈពេលនេះម៉ៃនឹងក៏បានធ្វើការតាក់ទងទៅកាន់កងអង្គរៈ Secret Service ដើម្បីពួកគេនឹងគឺបញ្ជូនឡានការពារគ្រាប់ដបដែលជាគ្រឿងទី2នៅក្នុងគោលបំណងដើម្បីជំនះវត្តមាននៃលោកប្រធានាធិបតីចាកចេញអំពីទីតាំងនៃការវាយប្រហារហើយបន្ទាប់ពីនោះពួកគេនឹងក៏បានជំនះគាត់តាមរយៈរថយន្តពោះទៅកាន់ទីតាំងនៃគោលដៅផ្សេងមួយទៀតដើម្បីធ្វើការចាកចេញកំឡុងពេលនៃការធ្វើដំណើរនោះផងដែរក្រុមភេរវករដែលដឹកនាំដោយពេបាកាវីក៏បានបាក់ការដេញតាមវាយប្រហារទៅកាន់ពួកគេពីខាងក្រោយនិងថែមទាំងបានធ្វើការបាញ់សម្លាប់ទៅកាន់អ្នកបោកបោឡានរបស់លោកប្រធានាធិបតីឲ្យបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយម៉ៃនៅពេលដែលបានឃើញបែបនេះគាត់ក៏បានសម្រេចចិត្តបាំងឡាននៅខ្លួនឯងដើម្បីនាំវត្តមាននៃលោកប្រធានាធិបតីក៏ដូចជាជេស៊ូធ្វើដំណើរទៅកាន់ទីតាំងនៃអធម្មកិច្ចរបស់ពួកគេហើយបន្ទាប់ពីពេលនោះពួកគេនេះក៏បានធ្វើការបញ្ជូនវត្តមាននៃប្រធានាធិបតីចាស់ចេញតាមរយៈអធម្មកិច្ចយ៉ាងណាក៏ដោយប៉ុន្តែក្រុមភេរវករពួកវានឹងគឺមិនទាន់បោះបង់ជាមួយនឹងគោលដៅនៃការវាយប្រហារទៅកាន់លោកប្រធានាធិបតីនោះទេតែពួកវាគឺបានប្រើប្រាស់ជាមួយនឹងគ្រាប់មីស៊ីលជាច្រើនបាក់ការវាយប្រហារទៅកាន់វងអធម្មកិច្ចដែលបានដឹកលោកប្រធានាធិបតីនិងបានធ្វើការបំផ្ទុះកំទេចអធម្មកិច្ចទាំងអស់នោះជាបន្តផងដែរហើយនៅពេលដែលគ្រាប់មីស៊ីលមួយគ្រាប់គឺបានហោះឆ្ពោះធ្វើដំណើរទៅបាញ់កំទេចទៅកាន់អធម្មកិច្ចដែលបានដឹកវត្តមាននៃលោកប្រធានាធិបតីភ្លាមនោះក្រុមកងអង្គរៈក៏បានបញ្ជានៅអធម្មកិច្ចមួយគ្រឿងទៀតដើម្បីហោះមកពាំងរងគ្រាប់ពីខាងមកគឺសង្គ្រោះវត្តមាននៃលោកប្រធានាធិបតីបានសម្រេចដោយជោគជ័យតែបើទោះបីជាយ៉ាងណាក៏ដោយវានឹងគឺនៅសេសសល់នៅគ្រាប់មីស៊ីលមួយគ្រាប់ទៀតតែវានឹងក៏បានធ្វើការហោះទៅបំបុកចំទៅលើកន្ទុយអធម្មកិច្ចដែលបានដឹកវត្តមាននៃលោកប្រធានាធិបតីតែបានបណ្ដាវានឹងក៏ត្រូវបានរងជាមួយនឹងការខូចខាតមួយចំនួនផងដែរហើយម៉ៃដែលកំពុងតែមានវត្តមាននៅក្នុងអធម្មកិច្ចមួយនោះគាត់ក៏បានព្យាយាមវាទៅចុចជាមួយនឹងពងសុវត្ថិភាពដែលនៅក្នុងអធម្មកិច្ចមួយនោះដើម្បីធ្វើការជួយសង្គ្រោះទៅកាន់វត្តមាននៃលោកប្រធានាធិបតីក្នុងកំឡុងពេលនៃការធ្លាក់អធម្មកិច្ចក្លែងមកកាន់វត្តមានរបស់ពេបាកាវីនេះវិញបន្ទាប់ពីវានឹងក៏បានដឹងអំពីការវាយប្រហារទៅកាន់ប្រធានាធិបតីនៃសហរដ្ឋអាមេរិកគឺបានរងជាមួយនឹងបរាជ័យហើយនោះវាក៏បានបញ្ជាទៅកាន់កូនប្រុសពៅរបស់វាម្នាក់ដែលមានឈ្មោះថាសាតង់ដើម្បីរៀបចំជាមួយនឹងគម្រោងការនៃការវាយប្រហារអត្តឃាតលើកទី2ទៅកាន់លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិកតែម្ដងហើយនៅពេលនោះយើងក៏បានឃើញផងដែរថាជើងទាំងពីររបស់ពេសាតង់ម្នាក់នេះវានឹងក៏ត្រូវបានពិការបាត់ទៅហើយបន្ទាប់ពីការវាយប្រហារអត្តឃាតពីសំណាក់កងកម្លាំងពិសេសនៃសហរដ្ឋអាមេរិកនៅក្នុងកំឡុងពេលថ្ងៃពិធីមង្គលការរបស់ប្អូនស្រីគេនោះឯងហើយដោយសារតែបែបនេះហើយវានឹងក៏គ្មានអ្វីចម្លែកនោះឡើយដែលពួកគេនឹងគឺបានបើកការសងសឹកយ៉ាងសាហាវព្រៃផ្សៃបែបនេះហើយក្រោយពីការដាក់ដំណើរការនៅគម្រោងការវាយប្រហារជាលើកទី2ទៅកាន់ប្រធានាធិបតីនៃសហរដ្ឋអាមេរិកយើងក៏បានឃើញផងដែរអំពីទស្សនវិជ្ជាទាំងស្រុងដែលបានកើតឡើងនៅក្នុងទីក្រុងឡុងតែក្នុងខណៈពេលនេះបណ្ដាញភ្លើងអគ្គិសនីទាំងអស់គឺត្រូវបានកាត់ផ្ដាច់បាត់ទៅហើយមិនតែប៉ុណ្ណោះវានឹងក៏ថែមទាំងបានកើតមានឡើងជាមួយនឹងអរិភាពនៃការបំផ្ទុះគ្រាប់បែកអត្តឃាតជាបន្តដូចគ្នាក្លែងមកកាន់ទីតាំងនៅកន្លែងធ្លាក់អធម្មកិច្ចរបស់លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិកនេះវិញម៉ៃគាត់នឹងក៏បានសវេសវាក្រោកចាក់ចេញអំពីទីតាំងនៅកន្លែងធ្លាក់អធម្មកិច្ចនិងបានធ្វើការជំនះវត្តមាននៃលោកប្រធានាធិបតីចាក់ចេញអំពីទីតាំងមនុស្សផងដែរតែនៅក្នុងខណៈពេលនោះគាត់នឹងគឺមិនអាចធ្វើការជួយសង្គ្រោះទៅកាន់អ្នកស្រីជេស៊ូបាននោះឡើយក៏រសារតែការធ្លាក់មួយនេះវានឹងក៏បានបណ្ដាលគាត់ទៅជុំជាមួយនឹងបំណែកដៃរបស់ធម្មកិច្ចនិងបានស្លាប់បាត់បង់ជីវិតនៅក្នុងកំឡុងពេលនោះបាត់ទៅចំណែកលោក Morgan ដែលជាអនុប្រធានាធិបតីនៃសហរដ្ឋអាមេរិកនេះវិញក្នុងកំឡុងពេលនេះក៏នឹងក៏បានទទួលដំណឹងពីការវាយប្រហារទៅកាន់ក្បួនការពាររបស់លោកប្រធានាធិបតីដែលបានកើតឡើងនៅក្នុងទីក្រុងរ៉ូមមនុស្សផងដែរហើយគាត់ក៏បានបញ្ជាទៅកាន់គ្រប់កងអង្គភាពពិសេសនៃសហរដ្ឋអាមេរិកទាំងអស់ដើម្បីឲ្យពួកគេនឹងបញ្ញាទំនាក់ទំនងជាមួយនឹងអាជ្ញាធររបស់ប្រទេសអង់គ្លេសដើម្បីធ្វើការស្វែងរកអំពីទីតាំងនៃការលាក់ខ្លួនរបស់លោកប្រធានាធិបតីដែលកំឡុងពេលនោះផងដែរពេបាកាវីក៏បានធ្វើការតាក់ទងមកកាន់លោក Morgan និងបានធ្វើការគម្រាមប្រាប់ទៅកាន់ពួកគេថាទាំងអស់នេះវានឹងគឺជាការសងសឹករបស់គេនោះឯងដែលវាគឺជាគំនុំនៃការសងសឹកទៅកាន់សហរដ្ឋអាមេរិកបន្ទាប់ពីពួកគេនឹងគឺបានបញ្ជានៅវងត្រង់ជាច្រើនបាក់ការវាយប្រហារកំទេចទៅកាន់កម្មវិធីនៃមង្គលការរបស់កូនស្រីគេដែលបានកាត់ឡើងកំឡុងពេល2ឆ្នាំមុនហើយគេក៏បានឆ្លើយបញ្ជាក់ផងដែរថា
ប្រសិនណាជាក្រុមរបស់គេធ្វើការចាប់ខ្លួនទៅកាន់វត្តមាននៅលោកប្រធាននៃតែប្តីបានសម្រេចពួកគេក៏នឹងធ្វើការសម្លាប់ទៅកាន់លោកប្រធាននៃតែប្តីឲ្យសាហាវនឹងប្រៃផ្សាយជាទីបំផុតដោយការសម្លាប់មនុស្សពួកវានឹងធ្វើការឡាយផ្ទាល់ឲ្យមនុស្សជុំវិញពិភពលោកគឺបានឃើញតែម្ដងហើយដោយសារតែបាននឹងថាលោកប្រធាននៃតែប្តីគឺបានធ្លាក់នៅក្នុងគ្រោះថ្នាក់បែបនេះលោក Morgan ក៏បានបញ្ជាទៅកាន់ក្រុមមនុស្សរបស់គាត់ឲ្យបញ្ញាបញ្ញាស្វែងរកអំពីទីតាំងនៃកន្លែងលាក់ខ្លួនរបស់លោកប្រធាននៃតែប្តីជាបន្តដែលបន្ទាប់ពីនោះក៏លែងមកកាន់វត្តមាននៃលោកប្រធាននៃតែប្តីជាមួយនឹងម៉ែនេះវិញក្នុងខណៈពេលនេះពួកគេក៏បានធ្វើដំណើរមកដល់ទីតាំងនៃកន្លែងសុវត្ថិភាពមួយនិងបានជួបជាមួយនឹងរីម្នាក់ដែលជាភ្នាក់ងារសម្ងាត់ MI6 របស់ចក្រភពអង់គ្លេសផងដែរហើយម៉ៃបន្ទាប់ពីបានដើរមើលសុវត្ថិភាពនៅក្នុងទីតាំងនៃអគារមនុស្សគេនឹងក៏បានតប៉ះគ្នាជាមួយអបិសូតានដែលជាប្អូនប្រុសរបស់អបិខាំរុងនិងបានបាក់ការប្រយុទ្ធតទល់ជាមួយនឹងគ្នានៅក្នុងទីតាំងមនុស្សតែម្ដងហើយបន្ទាប់ពីការប្រយុទ្ធតទល់របស់ពួកគេមិនយូរប៉ុន្មានម៉ៃគេនឹងក៏អាចមានការដើម្បីចាប់ខ្លួនទៅកាន់អបិសូតានបានសម្រេចនិងបានធ្វើការប្រជុំកំភ្លើងគម្រាមទៅកាន់ពួកគេដើម្បីស្វែងរកអំពីគ្នារបស់គេបន្ថែមទៀតតែកំឡុងពេលនោះផងដែរអបិខាំរុងនឹងក៏បានធ្វើការតាក់ទងមកកាន់ប្អូនប្រុសរបស់ខ្លួនគេនឹងក៏បានដឹងផងដែរថាក្នុងកំឡុងពេលនេះសូតានដែលជាប្អូនប្រុសរបស់គេក៏ត្រូវបានម៉ៃធ្វើការចាប់ខ្លួនមកទៅហើយម៉ៃនៅពេលនោះបើទោះបីជាបានដឹងថាខាំរុងគឺជាក្រុមភេរវករយ៉ាងណាក៏ដោយប៉ុន្តែគេក៏មិនបានបង្ហាញជាមួយនឹងការខ្លាយរអាទៅកាន់ក្រុមរបស់ខាំរុងនោះទេហើយផ្ទុយទៅវិញគេនឹងក៏បានធ្វើការដកកំបិតចាក់ឆ្កៀទៅកាន់វត្តមានរបស់អបិសូតានដើម្បីឲ្យគេនឹងក៏ស្រ័យជាមួយនឹងភាពជឿចាប់ទៅកាន់អបិខាំរុងឲ្យបានលឺដូចគ្នាហើយមិនតែប៉ុណ្ណោះម៉ៃគេនឹងក៏បាននិយាយគំរាមទៅកាន់អបិខាំរុងផងដែរថាមិនយូរនោះទេគេនឹងផ្ដល់ជាមួយនឹងភាពជឿចាប់ទៅកាន់អបិខាំរុងឲ្យដូចជាអបិសូតានដូចគ្នាហើយបន្ទាប់ពីបានធ្វើការចាត់ការទៅកាន់អបិសូតានហើយនោះម៉ៃជាមួយនឹងវត្តមាននៃលោកប្រធាននៃតែប្តីដែលមានឈ្មោះថា Benjamin Asa ពួកគេក៏បានធ្វើដំណើរកិច្ចខ្លួនមកដល់ទីតាំងនៃកន្លែងផ្លូវរងក្រំដីមួយកន្លែងក្នុងកំឡុងពេលនោះលោក Benjamin Asa ដែលជាប្រធាននៃតែប្តីនៃសហរដ្ឋអាមេរិកគាត់ក៏បានស្នើសុំទៅកាន់ម៉ៃផងដែរដើម្បីឲ្យម៉ៃនេះធ្វើការបាញ់សម្លាប់មកកាន់គាត់តែម្ដងក៏ព្រោះតែគាត់គឺបញ្ចង់ក្រុមភេរវករទាំងអស់នោះធ្វើការចាប់ខ្លួនទៅកាន់គាត់បានសម្រេចនោះទេនិងថែមទាំងបញ្ចង់ក្រុមភេរវករទាំងអស់នោះគឺបានសពបំណងរបស់ពួកវានៅឡើយដែលគាត់គឺចង់ការពារទៅកាន់កិត្តិយសនិងកិត្តិនាមរបស់សហរដ្ឋអាមេរិកដែលជាមហាអំណាចនៃពិភពលោកមួយនេះហើយមិនតែប៉ុណ្ណោះគាត់គឺមិនអាចឲ្យកិត្តិនាមដែលជាប្រធាននៃតែប្តីនៃប្រទេសមហាអំណាចគឺត្រូវបានក្រុមភេរវករសម្លាប់នឹងឡាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍នោះទេហើយជានេះទៅទៀតគាត់ក៏មិនចង់កូនប្រុសរបស់គាត់គឺបានឃើញអំពីទស្សនវិជ្ជានៃការសម្លាប់ដ៏សោកសៅមួយនេះនោះឡើយបន្ទាប់ពីបានធ្វើដំណើរមិនយូរប៉ុន្មានពួកគេនឹងក៏បានទៅជួបគ្នាជាមួយនឹងវត្តមានរបស់នារីម្នាក់ដែលមានឈ្មោះថា Jacqueline ដែលនាងក៏ត្រូវបានដឹងថាជាភ្នាក់ងារសម្ងាត់ MI6 របស់ចក្រភពអង់គ្លេសដែលបន្ទាប់ពីបានធ្វើដំណើរមកជួបគ្នាមិនទាន់ទៅបានប្រមាណផងពួកគេក៏បានឃើញផងដែរអំពីវត្តមាននៃក្រុមភេរវករជាច្រើនគឺបានសម្រុកចូលមកកាន់ទីតាំងនៃអគារមួយនេះដូចគ្នាហើយវត្តមាននៃក្រុមទាហានស៊ីឈ្នួលទាំងអស់នេះពួកវានឹងក៏ត្រូវបានដឹកនាំដោយបរិសម្នាក់ដែលមានឈ្មោះថាកាំរុងដើម្បីបាក់ការវាប្រហារចាប់ខ្លួននិងសម្លាប់ទៅកាន់វត្តមាននៃប្រធាននៃតែប្តីនៃសហរដ្ឋអាមេរិកទៅឯងតែម៉ៃបន្ទាប់ពីបានឃើញបែបនេះហើយគាត់នឹងក៏បានធ្វើការចាក់ចេញដើម្បីប្រយុទ្ធតទល់ជាមួយនឹងពួកគេរហូតអាចមានការធ្វើការសម្លាប់ទៅកាន់ពួកគេជាបន្តដូចគ្នាហើយនៅក្នុងកំឡុងពេលដែលកំពុងចាត់ការទៅកាន់កូនចៅរបស់ប៉ែខាំរុងម៉ៃនៅពេលនោះគឺស្ទើរតែត្រូវបានកូនចៅរបស់ប៉ែខាំរុងម្នាក់គឺបានធ្វើការវាយប្រហារសម្រាប់ទៅកាន់គាត់ទៅហើយប៉ុន្តែភ្លាមនោះជាសំណាងល្អលោកប្រធាននៃតែប្តីនឹងក៏បានធ្វើដំណើរចូលមកទាន់និងបានចាប់ទាញកំភ្លើងបាញ់ប្រហារសម្រាប់ទៅកាន់ភេរវករម្នាក់នោះជួយសង្គ្រោះទៅកាន់ម៉ៃបានសម្រេចហើយបន្ទាប់ពីបានចាត់ការទៅកាន់កូនចៅរបស់ប៉ែខាំរុងរួចហើយអ្នកទាំងពីរក៏បានចាក់ចេញអំពីទីតាំងមនុស្សដើម្បីឈ្មោះដំណើរទៅកាន់ទីតាំងនៃស្ថានទូតរបស់សហរដ្ឋអាមេរិកដែលកំឡុងពេលនៃការចាក់ចេញរបស់ពួកគេមនុស្សវត្តមាននៃក្រុមភេរវករជាច្រើនក៏បានដេញតាមទៅពីខាងក្រោយនិងបានបាក់ការបាញ់ប្រហារទៅកាន់ពួកគេដូចគ្នាប៉ុន្តែពេលនោះអាចជាសំណាងល្អរថយន្តរបស់ពួកគេដែលបានធ្វើដំណើរវានឹងគឺមានសមត្ថភាពពិសេសអាចការពារជាមួយនឹងគ្រោះកំភ្លើងជាហេតុធ្វើអ្នកទាំងពីរគឺមិនបានរងរបួសពីការវាយប្រហារពីសំណាក់ក្រុមភេរវករនោះឡើយដែលកំឡុងពេលដែលអ្នកទាំងពីរកំពុងតែសប្បាយចិត្តក្រោយបានយល់ថាពួកគេគឺបានរត់គេចចេញអំពីការតាមប្រមាញ់ពីសំណាក់ក្រុមភេរវករហើយនោះភ្លាមនោះឡានធំមួយគ្រឿងរបស់ក្រុមភេរវករក៏បានបាក់បុកបញ្ចំឡានរបស់អ្នកទាំងពីរតែម្ដងហើយមិនតែប៉ុណ្ណោះពួកវានឹងក៏បានធ្វើការចាប់ខ្លួនទៅកាន់ប្រធាននៃតែប្តីចាក់ចេញអំពីទីតាំងមនុស្សបានសម្រេចដើម្បីនៅពេលនោះបន្ទាប់ពីបានរងរបួសក៏នឹងក៏បានព្យាយាមចាប់ទាញកំភ្លើងបាក់ការបាញ់ប្រហារតទល់ជាមួយនឹងពួកវាវិញផងដែរហើយនៅពេលនោះគាត់នឹងក៏អាចមានការដើម្បីបាញ់ប្រហារសម្រាប់ទៅកាន់ភេរវករម្នាក់បានសម្រេចដោយបានធ្វើការប្រជុំគម្រាមទៅកាន់ភេរវករម្នាក់ទៀតឲ្យយល់ព្រមឆ្លើយប្រាប់អំពីគោលដៅនៃការនាំខ្លួនប្រធាននៃតែប្តីចាក់ចេញនោះឯងហើយបន្ទាប់ពីនោះមិនយូរប៉ុន្មានវត្តមាននៃកងកម្លាំងពិសេសនៃចក្រភពអង់គ្លេសដែលដឹកនាំដោយអនុសេនីយ៍ម្នាក់ដែលមានឈ្មោះថា David ពួកគេក៏បានធ្វើដំណើរមកដល់ទីតាំងនៃកន្លែងមនុស្សដូចគ្នាហើយនៅពេលនោះពួកគេនឹងក៏បានសម្រេចចិត្តសហការគ្នាជាមួយនឹងម៉ៃដើម្បីរៀបចំជាមួយនឹងគម្រោងការនៃបេសកកម្មដ៏សម្ងាត់មួយក្នុងការជួយសង្គ្រោះទៅកាន់វត្តមាននៃលោកប្រធាននៃតែប្តីនៃសហរដ្ឋអាមេរិកហើយក្រុមរបស់ម៉ៃបន្ទាប់ពីពួកគេបានទទួលព័ត៌មានអំពីទីតាំងនៃកន្លែងឃុំខ្លួនវត្តមាននៃលោកប្រធាននៃតែប្តីម៉ៃគេនឹងក៏បានស្នើសុំទៅកាន់ទីបញ្ជាការសន្តិសុខកណ្ដាលរបស់សហរដ្ឋអាមេរិកដើម្បីអនុញ្ញាតឲ្យពួកគេបាក់ការវាយប្រហារសម្រុកចូលទៅរំដោះវត្តមាននៃលោកប្រធាននៃតែប្តីតែម្ដងតែបន្ទាប់ពីនោះម៉ៃគេនឹងក៏បានសម្រុកចូលបាក់ការវាយប្រហារតទល់ជាមួយនឹងក្រុមភេរវករទាំងអស់នោះដើម្បីធ្វើការបង្កាយក្របបែកឲ្យ David ធ្វើការចុចបំផ្ទុះវាយប្រហារទៅកាន់ពួកគេដូចគ្នា
ហើយម៉ៃគេនឹងក៏បានប្រើប្រាស់ជាមួយសមត្ថភាពដ៏ពិសេសរបស់ខ្លួនដើម្បីបង្កើតបាញ់ប្រហារសម្រាប់ការក្រុមភេរវករដែលជាកូនចៅរបស់បែកខាំរុងដែលមានវត្តមាននៅទីនោះឲ្យពួកវានឹងគឺងាប់បាត់បង់ជីវិតជាបន្តបន្ទាប់តែបន្ទាប់ពីនេះសាច់រឿងគេនឹងក៏បានកាត់ឲ្យយើងទៅឃើញអំពីវត្តមានរបស់បែកខាំរុងដែលក្រោយពីពួកវានឹងក៏បានចាប់ខ្លួនទៅកាន់ប្រធាននាយកដ្ឋាននៃសហរដ្ឋអាមេរិកបានសម្រេចពួកវាក៏បានរៀបចំដើម្បីធ្វើការ live ផ្ទាល់អំពីសកម្មភាពនៃការបលាយទៅកាន់ជីវិតនៃលោកប្រធាននាយកដ្ឋាននោះឯងហើយនៅមុនពេលដែលពួកវានឹងគឺបានចាត់ការទៅកាន់ប្រធាននាយកដ្ឋានអបែកខាំរុងក៏បានផ្ដល់គាត់ជាមួយនឹងពេលវេលាមួយចំនួនដើម្បីនិយាយពាក្យចុងក្រោយទៅកាន់ប្រជាជននៃសហរដ្ឋអាមេរិកទាំងអស់គ្នាហើយផ្ទុយទៅវិញនៅពេលនោះប្រធាននាយកដ្ឋានគាត់នឹងក៏បាននិយាយអំពីពាក្យក្នុងចិត្តរបស់គាត់មួយចំនួនដើម្បីប្រាប់ទៅកាន់ប្រជាជនទាំងអស់បានដឹងផងដែរថាបន្ទោះបីជាពេលនេះគាត់នឹងក៏ត្រូវបានភេរវករធ្វើការសម្លាប់ទៅកាន់គាត់យ៉ាងណាក៏ដោយប៉ុន្តែនេះក៏មិនមានន័យថាពួកវានឹងអាចធ្វើការប្រមាថទៅកាន់សហរដ្ឋអាមេរិកទាំងមូលបាននោះឡើយហើយផ្ទុយទៅវិញប្រទេសជាតិរបស់គាត់នឹងកាន់តែរឹងមាំដើម្បីឈរបង្ហាញអំពីអានុភាពនៃមហាអំណាចលេខ1នៅលើសកលលោកមួយនេះហើយជាមួយនឹងពាក្យសម្ដីរបស់ប្រធាននាយកដ្ឋានទាំងប៉ុន្មាននេះក៏បានបណ្ដាឲ្យខាំរុងគឺពិតជាមានការខឹងសម្បាទៅកាន់គាត់ជាខ្លាំងហើយវានឹងក៏បានហត់ទៅមាត់ប្រធាននាយកដ្ឋានជាច្រើនដែរតែនោះផងហើយកំឡុងពេលដែលខាំរុងគឺបានដាក់យកកំបិតបំណងក្នុងការសម្លាប់ទៅកាន់វត្តមានរបស់លោកប្រធាននាយកដ្ឋានទៅហើយភ្លាមម៉ៃនឹងក៏បានធ្វើដំណើរចូលមកដល់និងបានបង្ការបាញ់ប្រហារទៅកាន់ខាំរុងតែម្ដងហើយមិនតែប៉ុណ្ណោះម៉ៃនឹងក៏បានបង្ការបាញ់ប្រហារទៅកាន់អូនប្រុសរបស់ខាំរុងដែលកំពុងតែអង្គុយនៅលើរទេះរុញបណ្ដាវានឹងគឺបានរងរបួសដូចគ្នាហើយម៉ៃជំរុញលោកប្រធាននាយកដ្ឋានពួកគេនឹងក៏បានធ្វើការសហការគ្នាដើម្បីបង្ការបាញ់ប្រហារសម្រាប់ទៅកាន់កូនចៅរបស់ខាំរុងដែលកំពុងតែមានវត្តមាននៅទីនោះឲ្យពួកវានឹងគឺស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់តែបន្ទាប់ពីការប្រយុទ្ធរបស់ពួកគេមិនយូរប៉ុន្មានទៅពេលដែលបានយល់ថាពួកគេនឹងគឺកំពុងតែត្រូវបានក្រុមភេរវករធ្វើការឡោមព័ទ្ធវាយប្រហារមកកាន់ពួកគេម៉ៃគេនឹងក៏បានបញ្ជូនសញ្ញាទៅកាន់ដេវីដើម្បីឲ្យគេជួយបន្តបំផ្ទុះគ្រាប់បែកកំទេចទៅកាន់ទីតាំងនៅកន្លែងមនុស្សតែម្ដងដែលកំឡុងពេលនៃការបំផ្ទុះមនុស្សម៉ៃជំនួសលោកប្រធាននាយកដ្ឋានក៏បានធ្វើការកិច្ចចេញអំពីទីតាំងមនុស្សនិងបានចូលទៅកាន់ខាងក្នុងចណ្ដាយន្តដើម្បីការពារអាយុជីវិតរបស់ពួកគេចំណែកឯខាំរុងបន្ទាប់ពីជីវិតនឹងក៏បានឃើញអំពីទស្សនវិជ្ជានៃការវាយប្រហារและការបំផ្ទុះគ្រាប់បែកពីសំណាក់ក្រុមរបស់ម៉ៃគេក៏មិនបានរត់ទម្លាក់ពួនដើម្បីកិច្ចចេញអំពីការវាយប្រហារនោះឡើយហើយបន្ទាប់ទៅវិញគេនឹងក៏បានឈរញញឹមដើម្បីទទួលយកសេចក្តីស្លាប់ក៏ព្រោះតែគេនេះគឺបានយល់ថាគេនេះគឺបានធ្វើនៅរឿងរ៉ាវជាច្រើនដែលគេនេះគឺគួរតែធ្វើទៅហើយក្រោយពីហេតុការណ៍នេះហើយយើងក៏បានឃើញវត្តមាននៃលោកប្រធាននាយកដ្ឋានគឺត្រូវបានម៉ៃធ្វើការជួយសង្គ្រោះនិងការពារអាយុជីវិតរបស់គាត់បានសម្រេចដោយជោគជ័យហើយវាក៏បានធ្វើបណ្ដាមន្ត្រីទាំងអស់ដែលមានវត្តមាននៅក្នុងទីតាំងនៃសតវមានពួកគេក៏បានបង្ហាញជាមួយនឹងការសាទរឡើងទៅកាន់សវត្ថភាពនៃលោកប្រធាននាយកដ្ឋានផងដែរហើយបន្ទាប់ពីនោះលោក Morgan ក៏បានធ្វើការតាក់ទងទៅកាន់បែបាកាវីនិងបាននិយាយឌឺដងទៅកាន់គេផងដែរតែក្នុងកំឡុងពេលនេះផែនការរបស់គេគឺបានរងជាមួយនឹងបរាជ័យបាត់ទៅហើយនៅពេលនោះគាត់ក៏បានធ្វើការផ្ដល់ឲ្យជាមួយនឹងកាដូមួយជាលើកចុងក្រោយទៅកាន់បែបាកាវីតែនៅពេលដែលគេក៏លេចទៅមើលពីខាងលើគេក៏បានឃើញអំពីវត្តមាននៃតរងអតិខិតជាច្រើនដែលបានធ្វើការទម្លាក់គ្រាប់បែកវាយប្រហារកំទេចសម្បុកនៃទីតាំងលាក់ខ្លួនរបស់ពួកគេតែម្ដងដែលទស្សនវិជ្ជានៃការបំផ្ទុះមនុស្សក៏បានបណ្ដាបែបាកាវីជាមួយនឹងក្រុមមនុស្សរបស់ខ្លួនគឺត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងកំឡុងពេលនោះដូចគ្នាក្លែងមកកាន់ទីតាំងនៃចក្រភពអង់គ្លេសនេះវិញក្នុងកំឡុងពេលនេះអ្នកស្រី Jacqueline ដែលជាសមាជិកនៃទីភ្នាក់ងារសម្ងាត់ MI6 របស់ចក្រភពអង់គ្លេសគាត់នឹងក៏បានរកឃើញផងដែរថាបារម្ភអ្នកដែលមានពុទ្ធចរដែលជានាយកទីភ្នាក់ងារសម្ងាត់ MI6 របស់ចក្រភពអង់គ្លេសគេនេះគឺជារនុកក្នុងនិងជាមនុស្សដែលបានរាយការណ៍ពាក់ព័ន្ធជាមួយនឹងព័ត៌មានសម្ងាត់របស់ពួកគេប្រាប់ទៅកាន់បែបាកាវីហើយរសារតចនគេគឺមិនយល់ព្រមដើម្បីឲ្យ Jacqueline ធ្វើការចាប់ខ្លួនទៅកាន់គេនោះនៅចុងក្រោយគេនឹងក៏ត្រូវបាន Jacqueline ធ្វើការបាញ់សម្លាប់ទៅកាន់គេឲ្យស្លាប់រងជីវិតដូចគ្នាការបណ្ដោះឈុតចុងក្រោយនៃខ្សែប្រយុទ្ធនេះយើងក៏បានឃើញវត្តមានរបស់ម៉ៃផងដែរដែលក្នុងកំឡុងពេលនេះគេជាមួយនឹងប្រពន្ធរបស់គេគឺបានទទួលនៅចំណងដៃថ្មីមួយដែលជាកូនស្រីបន្តចិត្តរបស់គេផងដែរហើយនៅចុងក្រោយម៉ៃគេនឹងក៏បានធ្វើការលុបចោលនៅលិខិតលាឈប់ពីទូនាទីរបស់ខ្លួនតែនេះក៏មានន័យថាម៉ៃនេះគឺបានសម្រេចចិត្តដើម្បីបន្តការងារជាកងអង្គរៈការពារសុវត្ថិភាពនៃប្រធានាធិបតី Secret Service ជាបន្តទៀតដូចគ្នាហើយខ្សែភាពយន្ត London Half a Lemon នេះក៏បានកាប់បញ្ចប់ទៅត្រឹមនេះផងដែរជាចុងក្រោយបើសិនជាពេញចិត្តសូមកុំភ្លេចជួយធ្វើការជួយ Like និង Subscribe បង្កើន Channel មួយនេះម្នាក់មួយផងហើយយើងក៏នឹងត្រឡប់មកវិញជាមួយនឹងការសម្ដែងនៃខ្សែភាពយន្តថ្មីនិងល្អមើលជាបន្តទៀតដូចគ្នា